សូមស្វាគមន៍មកកាន់ចន្ទរា Academy មេរៀនថ្ងៃនេះនិយាយពីស្តង់ដារនៃស្វ័យគុណជាទូទៅស្តង់ដារនៃស្វ័យគុណរបស់ចំនួន1គឺជាផលគុណនៃចំនួន a ដែល a នេះនៅចន្លោះពី1ទៅ10ដោយវាអាចជាទស្សភាគក៏បានដែរឧទាហរណ៍ 5.2 ហើយដូចនេះទម្រង់ស្តង់ដាររបស់ a គឺ a គុណ10ស្វ័យគុណ n អញ្ចឹងយើងត្រូវរំលឹក10ស្វ័យគុណ n ឧទាហរណ៍10ស្វ័យគុណ3តើស្មើប៉ុន្មានហើយចុះ10ស្វ័យគុណដក2តើស្មើប៉ុន្មានចំពោះ10ស្វ័យគុណ3គឺស្មើនឹង10គុណនឹង10គុណនឹង10អញ្ចឹងវាស្មើនឹង1000ដែលមាន0.3ដូចស្វ័យគុណរបស់វា10ស្វ័យគុណដក2ស្មើ1លើប្រមាណស្មើ1លើ10ការ៉េហើយវាជាទស្សភាគ2ខ្ទង់10ដក2អញ្ចឹងទៅជា 0.01 អញ្ចឹងលំហាត់គំរូក490លានចំនួននេះជាចំនួនច្រើនហើយវាធំជាង10ដូច្នេះស្វ័យគុណនេះ10នេះគឺវិជ្ជមានអញ្ចឹងទំនងស្តង់ដារនៃស្វ័យគុណយើងធ្វើឲ្យចំនួននេះទៅជាទស្សភាគដែលវាតូចជាង10អញ្ចឹង 4.9 នេះគុណនឹង10ស្វ័យគុណប្រមាណអញ្ចឹងយើងមករាប់ខ្ទង់ចាប់ពីខ្ទង់4ចុចមកដល់ខាងក្រោយនេះមានប្រមាណខ្ទង់ទាំងអស់គឺមាន3 6 8អញ្ចឹងយើងឃើញ10ស្វ័យគុណ8ទីហោខដែលជាចំនួនទស្សភាគតូចមួយ 0.0000032 ចំនួននេះតូចជាង10ប៉ុន្តែយើងសរសេរទៅជាស្តង់ដារនៃស្វ័យគុណគឺជាទស្សភាគដែលតូចជាង10 7.32 ដែលវាជា0ចុចនេះស្វ័យគុណនៃ10គឺស្វ័យគុណដកតើវាដកប្រមាណយើងទៅរាប់ពី7ចុចនេះមកដល់ខាងមុខនេះតើវាមានប្រមាណខ្ទង់តង់នេះមាន3ខ្ទង់តង់នេះមាន3ខ្ទង់តង់នេះមាន3ខ្ទង់ទាំងអស់7ខ្ទង់ដូច្នេះបាន 7.32 10ស្វ័យគុណដក7ហើយលោកគ្រូមានឧទាហរណ៍មួយចំនួនយើងសាកល្បងធ្វើទាំងអស់គ្នា